ជំរាបសួរទៅកាន់បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីដើម្បីចែករំលែកទៅកាន់ពុកម៉ែបងប្អូនឲ្យបានទស្សនាហើយវីដេអូនេះគឺខ្ញុំធ្វើឡើងនៅខេត្តសៀមរាបហើយនេះជាប្រាសាទអង្គរវត្តដែលខ្ញុំបានទៅទស្សនាជាលើកទី3ហើយប៉ុន្តែខ្ញុំមិនដែលធ្វើវីដេអូទេហើយថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូនេះដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាឲ្យបានឃើញទស្សនវិជ្ជានៅក្នុងប្រាសាទនេះបានហើយនេះជាសកម្មភាពមួយដែលខ្ញុំបានធ្វើដំណើរចូលទៅខាងក្នុងនៃប្រាសាទអង្គរវត្តហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងពេញចិត្តនៅវីដេអូរបស់ខ្ញុំក៏ដូចជាការជួយ share ជួយ like ជួយ subscribe នៅ channel របស់ខ្ញុំមួយផងដើម្បីជាការផ្ដល់កម្លាំងចិត្តនិងជាការធ្វើវីដេអូដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាទៀតបាទហើយនេះជាទស្សនវិជ្ជានៅខាងក្នុងនៃប្រាសាទអង្គរវត្តហើយប្រាសាទនេះគឺជាប្រាសាទអង្គរតូចបាទហើយខ្ញុំនឹងបង្ហាញពីទស្សនវិជ្ជានៅបរិវេណឬក៏ជុំវិញនៃប្រាសាទអង្គរវត្តនេះដើម្បីជាការចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានឃើញដោយជាបងប្អូនបានឃើញហើយយើងឃើញអំពីទស្សនវិជ្ជាហើយក៏ឃើញពីភ្ញៀវជាតិនិងអន្តរជាតិបានចូលមកទស្សនានៅប្រាសាទអង្គរវត្តនេះហើយខ្ញុំពិតជាមានមោទនភាពមែនទែនដែលឃើញថាស្ដេចមុនលោកតែងតែកសាងនៅប្រាសាទជាច្រើននៅក្នុងប្រទេសកម្ពុជារបស់យើងហើយប្រាសាទអង្គរវត្តនេះត្រូវបានកសាងឡើងនៅគ្រិស្តសករាជឆ្នាំ1122នៅសតវត្សទី12បាទដោយព្រះបាទសូរ្យវរ្ម័នទី2ដែលជាស្ដេចបានកសាងនៅសម័យអង្គរបានហើយយើងឃើញអំពីទស្សនវិជ្ជាទាំងនេះគឺពិតជាស្រស់ស្អាតមែនហើយយើងមិនដឹងថាលោកកសាងដោយរបៀបណាមានវិធីសាស្ត្រឬក៏យុទ្ធសាស្ត្រអីដើម្បីកសាងស្ថាបនានៅប្រាសាទជាច្រើនបាទហើយយើងឃើញហើយមានមនុស្សជាច្រើនក៏បានចូលមកទស្សនាហើយខ្ញុំសង្ឃឹមថាវីដេអូនេះនៅការអធិប្បាយរបស់ខ្ញុំបើមានពាក្យពេចន៍ខុសឆ្គងខ្ញុំក៏សូមអធិស្ឋានផងដែរដោយខ្ញុំមិនមែនជាមគ្គុទ្ទេសក៍ទេសចរទេគ្រាន់តែខ្ញុំបានមើលឯកសារខ្លះៗហើយនឹងរៀបរាប់អំពីអ្វីដែលជាឆ្នាំកសាងទេបាទហើយដូចជាបងប្អូនបានឃើញហើយនេះជាទស្សនវិជ្ជាមួយនៅក្នុងបរិវេណនៃប្រាសាទអង្គរវត្តយើងឃើញមានរូបចម្លាក់មានការឆ្លាក់ហើយក៏មានជាសិលាចារឹកជាច្រើនដែលព្រះអង្គបានចារនៅលើជញ្ជាំងនៃប្រាសាទផងដែរហើយនេះជារូបអប្សរាដែលបានឆ្លាក់នៅលើជញ្ជាំងនៃប្រាសាទអង្គរវត្តផងដែរបាទហើយយើងឃើញហើយមានពុទ្ធិមាមានជាច្រើនហើយយើងឃើញហើយអំពីទស្សនវិជ្ជានៃតួប្រាសាទគឺស្រស់ស្អាតមែនទែនបាទហើយយើងក៏បានមកដល់នៅខាងក្នុងយើងឃើញថានៅកន្លែងកំពូលខាងលើហ្នឹងគឺថ្ងៃសិលគឺខាងអប្សរាគឺគេហាមមិនអោយយើងឡើងទៅខាងលើទេដោយសារនេះជាច្បាប់ហើយក៏ខ្ញុំក៏មិនដឹងថានៅខាងលើហ្នឹងហេតុអីបានគេមិនអោយយើងឡើងនៅថ្ងៃសិលបាទហើយយើងឃើញអំពីទស្សនវិជ្ជាហើយយើងឃើញមានមនុស្សជាច្រើនគឺគាត់បានឡើងទៅកន្លែងកំពូលខាងលើគេបង្អស់ហ្នឹងបាទហើយខ្ញុំក៏បានឡើងទៅដល់ដែរបាទហើយយើងឃើញថាមានរូបចម្លាក់ធំមួយគឺឈរនៅចំកណ្ដាលនៃប្រាសាទហើយនេះជាទស្សនវិជ្ជាមួយនៅខាងក្រោមវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា